នសិលគ្រូសេនមិនថេនពីរូបនេះហាក់ដូចជាលេចធ្លោខ្លាំងនាពេលបច្ចុប្បន្នព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official កីឡាករគុនខ្មែរទាំងអស់បើមិនខិតខំប្រឹងប្រែងវឹកហាត់នោះទេកូនសិលគ្រូសេនប៊ុនថេនមូហាម៉ាត់និងយ៉ាស៊ីនប្រកាសជាតិដណ្ដើមពានរង្វាន់និងខ្សែក្រវ៉ាត់ខ្ទេចគ្មានសល់ជាក់ជាមិនខានគូបញ្ជាក់ផងដែរថាកីឡាករបរទេសទាំងពីររូបនេះមូហាម៉ាត់និងយ៉ាស៊ីនហាត់នៅក្នុងក្លឹបប៉ែនកគុនខ្មែរបង្ហាត់ដោយលោកគ្រូសេនប៊ុនថេនផ្ទាល់តែម្ដងមូហាម៉ាត់គេប្រកួតនៅក្នុងប្រភេទទម្ងន់51ឬ52គីឡូក្រាមមូហាម៉ាត់មិនតន់ស្គាល់ពាក្យថាចាញ់នោះទេបាននិយាយអំពីជើងខ្លាំងគុនខ្មែរក្នុងប្រភេទទម្ងន់មួយនេះគេធ្លាប់ជួបអស់ហើយរួមមានពេជ្រសង្ហៈជួប2ដងឈ្នះទាំង2ដងបន្តងគុនខ្មែរបនពន្លឹកឡុងពិសិដ្ឋរិទ្ធីទេវតាឡៅសៃណេតនិងនៅវ៉ានីបើសរុបជារួមមកគឺគេជួប7រូបហើយការប្រកួតចុងក្រោយគេដណ្ដើមបានពាននៅលើសង្វៀន Extreme Cambodia គុនខ្មែរពីកីឡាករនៅវ៉ានីដោយផ្ដួលនៅវ៉ានីទៅរឹមតែទឹកទី2ចំណែកយ៉ាស៊ីនវិញគេក៏ជាម្ចាស់ខ្សែក្រវ៉ាត់ Dragon គុនខ្មែរប្រកួតជាលក្ខណៈ 4-man tournament ផងដែរអនាគតកីឡាករពីររូបនេះពិតជាមិនធម្មតានោះទេបើសិនពួកគេនៅតែខិតខំប្រឹងប្រែងវឹកហាត់ជាបន្តទៀតចុះបងប្អូនយើងណាខ្លះជា fan របស់មូហាម៉ាត់និងយ៉ាស៊ីនកុំភ្លេចចូលរួម comment នៅខាងក្រោមនេះសូមអរគុណ